ឈួតបានសញ្ញាបត្រឈួតបានរង្វាន់បងប្រុសស៊ូអរគុណច្រើនបងស្រីរបស់ខ្ញុំបងស្រីបងកើតហើយខ្ញុំនិយាយអំពីរឿងឈួតបន្តិចព្រោះពីមុនមកទាំងបងរបស់ខ្ញុំទាំងម៉ាក់របស់ខ្ញុំគាត់អត់ដែលគ្រប់គ្រងឲ្យខ្ញុំធ្វើជាអ្នកនិពន្ធទេម៉ាក់របស់ខ្ញុំគាត់ចង់ឲ្យខ្ញុំរៀនជំនាញធ្វើពេទ្យធ្វើជាដុកទ័រប៉ុន្តែខ្ញុំអត់ចូលចិត្តជំនាញពេទ្យទេខ្ញុំអត់ចូលចិត្តជំនាញដុកទ័រទេខ្ញុំចូលចិត្តជំនាញវិស្វករហើយនឹងការនិពន្ធភាពយន្តដូច្នេះខ្ញុំជ្រើសរើសយកជំនាញនិពន្ធភាពយន្តព្រោះខ្ញុំចង់ក្លាយទៅជាអ្នកនិពន្ធភាពយន្តណាតាំងតែពេលដែលខ្ញុំមានអាយុ9ឆ្នាំឯណោះ9ឆ្នាំរហូតមកដល់ខ្ញុំអាយុ24ឆ្នាំជាងចូល25ឆ្នាំគឺនៅក្នុងឆ្នាំ2012ទៅខ្ញុំក្លាយទៅជាអ្នកនិពន្ធភាពយន្តពិតប្រាកដបានផ្សាយស្នាដៃនៅលើកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសគឺជាការពិតមានន័យថាក្តីស្រមៃរបស់ខ្ញុំបានសម្រេចហើយតាំងពីពេលនោះមកម៉ាក់របស់ខ្ញុំបងរបស់ខ្ញុំក៏លែងជំទាស់នឹងខ្ញុំទៀតដែរព្រោះវាជាគោលដៅរបស់ខ្ញុំហើយអ្វីដែលខ្ញុំធ្វើតស៊ូរហូតដល់15ឆ្នាំតាំងពីអាយុ9ឆ្នាំរហូតមកដល់អាយុ24ឆ្នាំចូល25ឆ្នាំទៅបានខ្ល้ายទៅជាអ្នកនិពន្ធភាពយន្តបានយ៉ាងពិតប្រាកដឃើញទេអានោះហើយគឺជាការឈួតរបស់ខ្ញុំគឺវាឈួតអញ្ចឹងម៉ែឲ្យរៀនជំនាញដើម្បីធ្វើជាដុកទ័រអត់ចូលចិត្តអាហ្នឹងផងខ្ញុំឈួតជាមួយការនិពន្ធភាពយន្តឲ្យទៅរៀនដុកទ័ររៀនមកចូលកោជំនាញណាហើយលទ្ធផលចុងក្រោយពួកគាត់គាំទ្រខ្ញុំវិញដោយ comment របស់បងបានលើកឡើងអញ្ចឹងគឺគាត់គាំទ្រខ្ញុំវិញហើយនៅក្នុងផ្លូវដែលខ្ញុំបានជ្រើសរើសព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងតែពីតូចមកនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់ចែករំលែកទៅដល់បងប្អូនថាបើយើងស្រឡាញ់នៅមុខវិជ្ជាណាហើយជ្រើសរើសនៅមុខវិជ្ជាហ្នឹងទៅដូច្នេះហើយយើងធ្វើនៅកិច្ចការដែលយើងស្រឡាញ់ទៅវាគង់តែបានសម្រេចវាគង់តែជោគជ័យទេគ្រាន់តែថាកិច្ចការខ្លះវាប្រើរយៈពេល1ខែ2ខែកិច្ចការខ្លះប្រើរយៈពេល1ឆ្នាំ2ឆ្នាំកិច្ចការខ្លះវាប្រើរយៈពេលរាប់សិបឆ្នាំវាមានអាតូចវាមានអាធំណាតែទីបំផុតវាគង់តែបានសម្រេចទេឲ្យតែយើងធ្វើវារហូតដោយដែលខ្ញុំអញ្ចឹងចង់ក្លាយទៅជាអ្នកនិពន្ធភាពយន្តប្រើពេល15ឆ្នាំទៅក្លាយទៅជាអ្នកនិពន្ធភាពយន្តហើយប្រើពេល12ឆ្នាំទៀតទើបអាចនិពន្ធសៀវភៅអរិយប្រទេសបានសម្រេចដូច្នេះហើយការឈួតជាមួយនឹងគោលដៅរបស់យើងគឺជាឈួតដែលត្រឹមត្រូវបំផុតក្នុងចម្ពោះនៃឈួតវាមាន8ចម្ពោះសំខាន់មាន7ចម្ពោះគឺជាចម្ពោះឈួតអាក្រក់ប៉ុន្តែចម្ពោះទី8គឺជាចម្ពោះល្អជួបជាមួយនឹងខ្ញុំបាទរ៉េនសុខាជាអ្នកនិពន្ធសៀវភៅអរិយប្រទេសកុំភ្លេចជាវសៀវភៅអរិយប្រទេសមួយណាក៏បានដែរតាមចំណង់ចំណូលចិត្តរបស់បងប្អូនគឺមានច្រើនជម្រើស